កុំគិតថាអ្នកឆ្លាតជាងល្បែងព្រោះនៅពេលដែលដូផាមីនគ្រប់គ្រងខួរក្បាលអ្នកហើយសូម្បីតែកិត្តិយសនិងជីវិតគ្រួសារក៏អ្នកហ៊ានយកមកដុតកំទេចចោលដែរការស្ដារខ្លួនឡើងវិញរបស់លោកអ៊ីកាវ៉ាម៉ូតូតាកាពីការញៀនល្បែងកម្រិតធ្ងន់មិនមែនជារឿងសាមញ្ញនោះទេព្រោះលោកធ្លាប់ស្ថិតក្នុងស្ថានភាពដែលខួរក្បាលត្រូវបានគ្រប់គ្រងដោយសារធាតុដូផាមីនទាំងស្រុងលោកចង់បង្ហាញថាទោះបីជាអ្នកមានចំណេះដឹងខ្ពស់មានទ្រព្យសម្បត្តិមហាសាលឬមានអំណាចយ៉ាងណាក៏ដោយក៏អ្នកមិនអាចឈ្នះអន្ទាក់ចិត្តខ្លួនឯងបានដែរប្រសិនបើអ្នកហ៊ានឈានជើងចូលផ្លូវល្បែងហើយនោះលោកតែងតែផ្ដល់ដំបូន្មានដល់អ្នកដទៃថាល្បែងមិនមែនជាការរកលុយទេប៉ុន្តែវាជាការទិញភាពរំភើបដែលបំផ្លាញជីវិតខាងក្រោមនេះគឺជាវិធីសាស្ត្រនិងបច្ចេកទេសដែលលោកបានប្រើប្រាស់ដើម្បីព្យាបាលចិត្តសាស្ត្រនិងកែប្រែប្រព័ន្ធខួរក្បាលខ្លួនឯងឡើងវិញ 1. ការដាក់ខ្លួនឯនៅដាច់ដោយឡែកការជាប់ពន្ធនាគាររយៈពេល4ឆ្នាំគឺជាថ្នាំព្យាបាលដ៏ស័ក្តិសិទ្ធិបំផុតរបស់លោកបន្ទាប់ពីត្រូវកាត់ទោសលោកត្រូវបានកាត់ផ្តាច់ទាំងស្រុងពីពិភពខាងក្រៅកាស៊ីណូអ៊ីនធឺណិតនិងប្រភពលុយកាក់ជាលទ្ធផលនៅពេលដែលខួរក្បាលមិនទទួលបានការរំញោចខ្លាំងពីការឈ្នះឬចាញ់ល្បែងក្នុងរយៈពេលយូរប្រព័ន្ធដូផាមីនចាប់ផ្ដើមវិលមករកស្ថានភាពធម្មតាវិញ receptor reset 2. ការយល់ដឹងអំពីយន្តការខួរក្បាល Neuroscience Education លោកបានសិក្សាយ៉ាងស៊ីជម្រៅថាការញៀនមិនមែនជាអំពើបាបឬភាពខ្សោយនៃចរិតលក្ខណៈនោះទេប៉ុន្តែវាជាជំងឺខួរក្បាលហើយលោកបានប្រើចំណេះដឹងផ្នែកវិទ្យាសាស្ត្រដើម្បីវិភាគខ្លួនឯងលោកយល់ថានៅពេលដែលភ្នាល់ខួរក្បាលបញ្ចេញដូផាមីនក្នុងកម្រិតខ្ពស់ពេករហូតដល់ឲ្យផ្នែកគ្រប់គ្រងហេតុផលឈប់ដំណើរការជាលទ្ធផលការដឹងខ្លួនជួយឲ្យលោកឈប់បន្ទោសព្រះជាម្ចាស់ឬព្រេងវាសនាហើយងាកមករកវិធីដើម្បីគ្រប់គ្រងតុល្យភាពគីមីក្នុងខួរក្បាលវិញ 3. ការបដូរភាពរំភើបមកជាការសរសេរអ្នកញៀនល្បែងតែងតែមានថាមពលនិងភាពចង់ឈ្នះខ្លាំងលោកបានបង្វែរថាមពលទាំងនេះមកប្រើក្នុងផ្លូវវិជ្ជមានវិញលោកចាប់ផ្ដើមសរសេរសៀវភៅនិងកំណត់ហេតុការសរសេរជួយឲ្យលោកបញ្ចេញអារម្មណ៍និងរំលឹកខ្លួនឯងអំពីភាពឈឺចាប់ដែលបង្កដោយល្បែងជាលទ្ធផលការបង្កើតស្នាដៃសៀវភៅ Melted បានផ្ដល់ឲ្យលោកនូវមោទនភាពនិងដូផាមីនបែបធម្មជាតិដែលមានសុខភាពល្អជាងដូផាមីនពីល្បែង 4. ការទទួលយកការពិតនិងភាពអាម៉ាស់ជាជាងការរត់គេចឬលាក់បាំងកំហុសលោកបានសម្រេចចិត្តលាតត្រដាងរឿងរ៉ាវទាំងអស់ជាសាធារណៈការធ្វើសន្និសីទកាសែតនិងការសរសេរសៀវភៅលក់ទូទាំងប្រទេសគឺជាការដាក់ពិន័យឲ្យខ្លួនឯងនិងជាការសងបំណុលផ្លូវចិត្តដល់សង្គមជាលទ្ធផលនៅពេលដែលលោកលែងមានអាថ៌កំបាំងលោកក៏លែងមានសម្ពាធផ្លូវចិត្តដែលត្រូវរត់ទៅរកល្បែងដើម្បីបំបត្តិទុក្ខទៀតដែរ 5. ការរស់នៅក្នុងជីវិតសាមញ្ញពីមនុស្សដែលធ្លាប់ចាយលុយរាប់លានដុល្លារក្នុងមួយយប់លោកបានហ្វឹកហាត់រស់នៅជាមួយនឹងរបស់សាមញ្ញរីករាយនឹងការអានសៀវភៅការហូបអាហារធម្មតានិងការធ្វើការងារដែលផ្ដល់តម្លៃដល់អ្នកដទៃជាលទ្ធផលវាជួយឲ្យខួរក្បាលរបស់លោករៀនរកក្តីសុខពីរឿងដែលតូចតាចវិញគន្លឹះសំខាន់បំផុតរបស់លោកគឺការផ្ដាច់បរិយាកាសចាស់និងការអប់រំផ្លូវចិត្តតាមបែបវិទ្យាសាស្ត្រការស្ដារទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនការទំនាក់ទំនងពិតជាមានសារៈសំខាន់ណាស់សម្រាប់សុខុមាលភាពផ្លូវចិត្តនិងការរស់នៅអ្នកញៀនល្បែងតែងតែផ្ដាច់ខ្លួនពួកគេចេញពីទំនាក់ទំនងគ្រួសារនិងសង្គមដែលជាមូលហេតុធ្វើឲ្យពួកគេតែងតែមានបញ្ហាបាក់ទឹកចិត្តធ្ងន់ធ្ងរនិងអស់សង្ឃឹមការបង្កើតទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនវាថែមទាំងជួយធ្វើឲ្យពួកគេស្គាល់តម្លៃនៃភាពរីករាយនៅក្នុងជីវិតនិងជួយបន្លប់ពីការគិតទៅរកល្បែងលោកតែងតែរំលឹកថាមនុស្សម្នាក់ៗអាចជំពប់ជើងដួលបានប៉ុន្តែអ្វីដែលសំខាន់គឺត្រូវហ៊ានប្រឈមមុខនឹងកំហុសនិងចេះកែប្រែលោកមិនបានព្យាយាមលាក់បាំងរឿងអាស្រូវឡើយដោយលោកបានប្រើប្រាស់ប្រវត្តិដ៏ជូរចត់របស់ខ្លួនដើម្បីធ្វើជាស្ពានសម្រាប់ចម្លងអ្នកដទៃកុំឲ្យធ្លាក់រណ្ដៅដោយលោក